ចាខ្ញុំសូមមកបកស្រាយសូមមកឆ្លើយនៅសំណួររបស់បងអូនស្រីម្នាក់ដែរដែលគាត់បានសួរព្រះណាក៏ល្អមនុស្សណាក៏មានល្អមានអាក្រក់មិនក៏ថាតតែអ្នកជឿព្រះយេស៊ូវទៅល្អបានល្អបានចាសំណួរនេះខ្ញុំទទួលបានច្រើនមែនទែនចាខ្ញុំសូមមកបកស្រាយនៅសំណួររបស់គាត់ដែរចាពាក្យថាមនុស្សណាក៏ល្អព្រះណាក៏ល្អគឺអត់មានទេបងប្អូនចាមនុស្សរកសុចរិតតែម្នាក់ក៏គ្មានដែរនៅលើផែនដីនេះគ្មានឡើយមនុស្សសុចរិតបងប្អូនមនុស្សដែលល្អលក្ខសុចរិតគឺអត់មានហ្មងចាហើយមួយទៀតដែរព្រះណាក៏ល្អព្រះមានតែមួយទេព្រះពិតមានតែមួយទេចាព្រះផ្សេងទៀតព្រះដតីទៀតនោះគឺជាព្រះដែលមនុស្សបង្កើតមិនមែនជាព្រះពិតឡើយចាមិនមែនព្រះដែលបង្កើតមនុស្សឡើយអញ្ចឹងយើងអត់អាចនិយាយថាល្អបានឡើយមនុស្សសូនធ្វើជាព្រះចាឆ្លាក់ធ្វើជាព្រះហើយយកមកគ្រប់អត់អាចថាល្អបានទេគំនិតមនុស្សមើលទៅគ្មានអីល្អទេបងប្អូនចាគំនិតរបស់យើងគឺសិតតែអាសាអត់ការគំនិតរបស់មនុស្សគឺបំពេញតែសាច់ឈាមចាបំពេញតែគេថានិយាយទៅការអត់ប្រយោជន៍ជាច្រើនណាបងប្អូនចាមិនមែនរស់បំពេញតែកាពះអាហារ3ពេលហើយគង់តែពុករលួយប៉ុណ្ណោះទេគឺមិនស្កប់មិនគ្រប់គ្រាន់ទៀតចាបំពេញនៅសាច់ឈាមដែលរាប់ថាជាអំពើបាបសេចក្តីអាក្រក់ការខ្វល់ខ្វាយហួសប្រមាណការលុបលន់ការអំនួតការកុហកការទុច្ចរិតការខឹងសម្បាការមួម៉ៅក្តៅកាហាយការច្រណែនជាច្រើនបងប្អូនអញ្ចឹងហើយតរោសុចរិតណាម្នាក់មានចាកំហឹងលោឡាប្រមាថជេរផឹកស៊ីអាភាហើយថ្វាយបង្គំរូបព្រះនឹងឲ្យព្រះដែលមនុស្សបង្កើតជាវិញ្ញាណអាក្រក់ចានៅក្នុងទូព្រះអង្គក៏មានដែរចាសិតតែជាអំពើបាបចាមនុស្សណាមានល្អមានអាក្រក់ទេអត់ទេបងប្អូនចាអញ្ចឹងហើយមានតែជឿដល់ព្រះយេស៊ូវទេទើបល្អបានមូលហេតុអ្វីនៅពេលដែលយើងជឿដល់ព្រះយេស៊ូវហើយគឺមានតែព្រះយេស៊ូវទេដែលជាព្រះជាម្ចាស់ព្រះពិតចាព្រះលើមនុស្សចាព្រះជាម្ចាស់ព្រះបង្កើតមនុស្សអញ្ចឹងមានតែទ្រង់ហើយដែលអត់ទោសឲ្យមនុស្សបានទ្រង់ហើយជាម្ចាស់ទ្រង់ហើយអ្នកកាត់ទោសលើជីវិតមនុស្សចាទ្រង់ឲ្យរួចទោសគឺរួចទ្រង់កាត់ទោសគឺកាត់ទោសគ្មានអ្នកណាតវ៉ាតតាំងជាមួយព្រះបានឡើយចាអញ្ចឹងអ្នកណាដែលជឿដល់ព្រះទោសនឹងបានរួចហើយត្រឡប់ជាកូនទៀតបងប្អូនមានអំណាចណាស់ព្រោះព្រះអង្គមានបន្ទូលហើយទ្រង់សូនមនុស្សមកចាឲ្យដូចជាអង្គទ្រង់ព្រះអង្គសូនមនុស្សមកដើម្បីឲ្យដូចជាអង្គទ្រង់ដើម្បីយកទៅធ្វើជាកូនដើម្បីជាគ្រួសារតែមួយចាសំខាន់លើមនុស្សមិនជឿនឹងតែម្ដងបើបងប្អូនមិនជឿគឺបងប្អូននឹងរស់នៅចាំតែថ្ងៃស្លាប់ហើយបោះចូលបឹងភ្លើងទៀតបងប្អូនមិនមែនស្លាប់ហើយសូនទេវិញ្ញាណគឺអត់សូនទេបងប្អូនណាពីព្រោះយើងដឹងហើយជីវិតយើងសាច់ឈាមយើងរស់នៅប្រព្រឹត្តបាបច្រើនណាស់គ្មានព្រះណាអត់ទោសឲ្យយើងបានឡើយក្រៅអំពីព្រះយេស៊ូវបើយើងជឿដល់ព្រះយេស៊ូវបាបយើងទៅបានអត់ទោសយើងត្រឡប់ជាកូនព្រះហើយយើងសុចរិតតាមរយៈសេចក្តីជំនឿហើយជំនឿរស់ជំនឿកាន់តាមប្រព្រឹត្តតាមព្រះបន្ទូលនៃព្រះបន្ទូលមានចែងអីនៅក្នុងគម្ពីរយើងទៅធ្វើតាមប្រព្រឹត្តតាមទាំងអស់ចាហើយទៅដោះមនុស្សចាស់ចោលចេញចាអត់រស់នៅជាមួយនឹងនិស្ស័យចាស់ចារឹកចាស់ដែលខ្ញុំតែងតែបញ្ជាក់ដែរអត់រស់នៅតាមសេចក្តីបងប្រាថ្នាសាច់ឈាមហើយនឹងគំនិតរបស់យើងទៀតឡើយបងប្អូននោះទៅបានសុចរិតនោះទៅបានរាប់ជាសុចរិតបានចាមិនមែនអ្នកណាគ្រាន់តែជឿព្រះវរបិតាបានទៅនគរថាសួគ៌ទេនោះមិនអាចឡើយតតែអ្នកកើតជាថ្មីហើយនឹងធ្វើតាមបំណងព្រះハរតីនៃព្រះចាអញ្ចឹងខ្ញុំសូមមកសង្ខេបតែប៉ុណ្្នឹងចាសូមអរគុណ